លោកគ្រូប្រឡងជាប់ហើយតើត្រូវត្រៀមអ្វីខ្លះអូខេអបអរសាទរកូនសិស្សបាទកូនសិស្សដែលប្រឡងជាប់កូនសិស្សអនឡាញណាអើយមិនថាអនឡាញមិនថាសិស្សខ្ញុំមិនថាសិស្សគេទេអូខេសម្រាប់បងប្អូនដែលធ្វើការប្រឡងជាប់បងប្អូនត្រូវត្រៀមឯកសារមួយចំនួនតាក់ទងជាមួយនឹងឯកសារផ្ទាល់ខ្លួនយើងតែម្ដងណាហើយឯកសារទាំងនោះរួមមានប៉ាសពតសំបុត្រកំណើតសភៅគ្រួសារអត្តសញ្ញាណប័ណ្ណនិងរូបថតដើម្បីធ្វើការទៅដាក់ពាក្យស្នើសុំការងារនៅក្នុងប្រទេសកូរ៉េនៅក្រសួងការងារខ្មែរនឹងឯងហើយអ្វីជាសំខាន់ជាងនេះគឺបងប្អូនត្រូវតែមានថវិកាមួយចំនួនផងដែរប៉ុន្តែថវិកានោះគឺមួយឆ្នាំទៅមួយឆ្នាំគឺមិនដូចគ្នាទេកាលជំនាន់ខ្ញុំគឺហើយមកខ្ញុំគិតត្រួសទៅប្រហែលជា1000បាទ1000ស្ដើងតិចតួចទេណាបាទអត់ច្រើនទេហើយមកដល់បច្ចុប្បន្ននេះដោយសារតែសេដ្ឋកិច្ចប្រែប្រួលឬមួយក៏សេវាកម្មប្រែប្រួលអីផ្សេងក៏ខ្ញុំអត់ទាន់ដឹងទេហ្នឹងវាអាស្រ័យទៅលើបងប្អូនទៅផ្ទាល់នៅក្រសួងការងារផ្ទាល់ខាងគ្រូនៅទីនោះលោកគ្រូអ្នកគ្រូនៅក្រសួងការងារហ្នឹងគឺគាត់នឹងបង្ហាញយើងប្រាប់យើងថាចំណុចត្រង់នេះត្រូវចំណាយប្រមាណធ្វើការនេះទៅចំណាយប្រមាណគេនឹងរៀបរាប់ប្រាប់យើងទាំងអស់បងប្អូនគ្រាន់តែត្រៀមខ្លួនត្រៀមលក្ខណៈត្រៀមឯកសារទៅគឺជាការស្រ័យបងប្អូនទាំងអស់គ្នាហើយខ្ញុំសូមរំលឹកបងប្អូនថាអញ្ចេះនៅពេលដែលបងប្អូនធ្វើការប្រឡងជាប់ហើយបងប្អូនចំណុចពិសេសដែលបងប្អូនមិនអាចខកខានបានគឺថែរក្សាសុខភាពដូច្នេះគឺបងប្អូនត្រូវប្រុងប្រយ័ត្នចំណុចនេះឲ្យមែនទែនសុខភាពគឺជាការសំខាន់បាទគ្រប់យ៉ាងគឺការឡើងដោយថាតែសុខភាពនោះទេបើសិនជាបងប្អូនធ្លាក់សុខភាពបើទោះបីជាបងប្អូនប្រឡងជាប់ក៏ដោយប្រសិនបើបងប្អូនធ្លាក់សុខភាពនៅពេលដែលគេធ្វើតេស្តសុខភាពដើម្បីដាក់ពាក្យមកប្រទេសកូរ៉េហ្នឹងបងប្អូនធ្លាក់សុខភាពអញ្ចឹងការប្រឡងជាប់ទាំងអម្បាម៉ានការខិតខំរបស់បងប្អូនទាំងបាម៉ានមកដល់ចំណុចកន្លែងជាប់នេះណាមកដល់ចំណុចដែលត្រូវបងប្អូនត្រូវដាក់ពាក្យស្នើសុំការងារគឺបងប្អូននឹងធ្លាក់ដោយស្វ័យប្រវត្តិអូខេសូមបងប្អូនយល់ត្រង់នេះណាគឺបងប្អូនធ្លាក់ដោយស្វ័យប្រវត្តិបាទទោះបីជាបងប្អូនប្រឡងជាប់នៅក្នុងការធ្វើតេស្តភាសាកូរ៉េក៏ដោយបើសិនជាបងប្អូនធ្វើការតេស្តសុខភាពហើយបងប្អូនធ្លាក់ដូច្នេះគ្រប់យ៉ាងគឺចប់ហើយ0បាទអត់មានអ្នកណាកែប្រែកន្លែងនេះបានទេអត់តនេះណាអូខេបើសិនជាបងប្អូនខុសអត្តសញ្ញាណប័ណ្ណខុសសភៅគ្រួសារខុសសំបុត្រកំណើតអាចកែបានតែបើសិនជាបងប្អូនធ្លាក់សុខភាពហើយគឺគ្រប់យ៉ាងគឺចប់អូខេចប់តែម្ដងគ្រប់យ៉ាងគឺអាសាបងការខិតខំតាំងបានត្រូវរលាយសាបសូន្យអំបិលបាត់ទៅហើយពេលនោះណាអញ្ចឹងបងប្អូនត្រូវប្រុងប្រយ័ត្នផ្នែកសុខភាពឲ្យមែនទែនបាទពីចំនួនទៅមួយចំនួនខ្ញុំតែងតែបញ្យល់ប្រាប់សិស្សខ្ញុំថាបងអូនប្រយ័ត្នសុខភាពអញ្ចឹងការហូបចុកតាមពួកម៉ាក់បងភឿនតាមក្រុមអីហ្នឹងច្រើនតែទំនៀមទម្លាប់ខ្មែរយើងតែងតែលើកកែវមួយអីជួបជុំគ្នាតែងតែហូបស្រាហូបអីអញ្ចឹងណាហើយចំពោះជំងឺដែលកាយសាហាវខ្លាំងជាងគេដែលកូរ៉េហាមគាត់គឺប្រភេទជំងឺប្រភេទថ្លើមជំងឺប្រភេទ B ណាគ្នាអញ្ចឹងអ្នកភាពប្រហែលជាធ្លាប់ដឹងហើយបាទអញ្ចឹងគឺជំងឺមួយគឺมันអាចទេណាគឺគេអត់អាចឲ្យយើងមកបានទេហ្នឹងចំពោះផ្នែកសុខភាពហ្នឹងណាប៉ុន្តែបើកាយសម្បទាយើងក៏មានមួយចំនួនដែរហ្នឹងបងប្អូនដឹងហើយពីការភ្នែកណាងឹតភ្នែកអីនេះពីការដៃពីការជើងនេះគឺក៏អត់បានដែរហើយចំពោះខាងនេះវិញក៏អញ្ចឹងដែរផ្នែកផ្លូវច្បាប់វិញគឺបងប្អូនគឺមិនត្រូវមានឈ្មោះនៅក្នុងបញ្ជីខ្មៅនៅក្នុងប្រទេសយើងឬមួយក៏ជាបេក្ខជនឬមួយបេក្ខភាពដែលប្រទេសកូរ៉េហាមឃាត់មិនឲ្យចូលនោះទេអូខេខ្ញុំសង្ឃឹមថាបងប្អូននឹងយល់នៅត្រង់ចំណុចនេះហើយឯកសារដែលបងប្អូនត្រូវត្រៀមគឺដូចខ្ញុំបានរៀបរាប់ខាងលើនឹងឯងបងប្អូនអាចត្រៀមលក្ខណៈជាមុនបាទត្រូវមានរូបថតសភៅគ្រួសារអត្តសញ្ញាណប័ណ្ណសំបុត្រកំណើតប៉ាសពតហើយមួយទៀតអូខ្ញុំភ្លេចប្រាប់គឺកុងធនាគារផងដែរនៅពេលហ្នឹងគឺបងប្អូនត្រូវមានកុងធនាគារណាបាទគួយតែកុងធនាគារដែលអាចវេលុយក្រៅប្រទេសបាននៅទី ACDA អីហ្នឹងណាអូខេឥឡូវនេះគឺងាយស្រួលមែនទែនវាមានច្រើនទលំទលេណាបងប្អូនយកជំរើសមួយណាក៏បានដែរអរគុណជួបគ្នានៅវីដេអូក្រោយអរគុណសម្រាប់ការ comment បាទ